អីទេ5ខែក៏5ខែទុកទូនាទីនេះឲ្យបងជាអ្នកដោះស្រាយចោលបងធានានឹងរកប្រាក់ដើម្បីមកសងជំនួសអូនឲ្យតតែបានបងឯងនិយាយមែនណាគឺជាកម្មពិតណាបងមិនក៏អូនទេខ្ញុំមិនចង់ឲ្យបងឯងលំបាកដោយសារតែខ្ញុំតទីសោះកុំគិតបែបនេះអីសំខាន់ស្នាមញញឹមរបស់អូនត្រូវតែញញឹមឲ្យបានច្រើនកាត់មកជាមនុស្សស្រីមិនត្រូវធ្វើទឹកមុខក្រៀមក្រំវាជាបទណោដែលគ្មានសុភមង្គលណាស់ហើយណាអូនថ្ងៃក៏កាន់តែខ្ពស់ហើយដែរយើងបញ្ញាប់ទៅរកបែបបន្លែបញ្ញាប់ធ្វើដំណើរទៅផ្ទះវិញណាចាបងអរគុណបងណាបើសិនជាគ្មានរូបបងអូនប្រហែលជាមិនដឹងរស់យ៉ាងម៉េចនោះទេថ្មីបើក3ថ្ងៃហើយតម្រាំទៅលោមបលោកគ្រូស្នេហ៍ធ្វើតែមុនអាគមដាក់ទឹកនេះបទួនចិត្តលោកមហាសទ្ធិសន្យាថាឲ្យតែលោកមហាសទ្ធិលួងស្នេហ៍សភារីកូនស្រីរបស់យើងនឹងយកទំនឹបជូនលោកគ្រូភ្លាមបដាក់ទៀតហើយថ្ងៃហ្នឹងដល់ការណាត់លោកមហាសទ្ធិមកយកលុយហើយបើអញ្ចឹងនេះពេលណាដែលលោកមហាសទ្ធិមកយើងនឹងយកទឹកមុនអាគមនេះឲ្យលោកមហាសទ្ធិពិសាចាំមើលតើស័ក្តិសិទ្ធិដោយលោកគ្រូស្នេហ៍ហ្នឹងគាត់ប្រសិទ្ធិបានឬមិនបានគង់តែដឹងឯងបន្តិចទៀតដឹងអត់អញលេងចាញ់បោកវាទៀតហើយអូណែលបងជំរាបសួរមិនបាច់ទេចង់មកបោកអញទៀតហ្នឹងលេងបោកឲ្យលបងណែលបងទុកចិត្តមីកភ័យទៅមីកភ័យថា3ថ្ងៃហើយណែកតោស្រាសេនក៏មិនឲ្យខ្វះឲ្យលបងដែរពិតប្រកបហ្នឹងកភ័យចាម៉ាត់ណាម៉ាត់ហ្នឹងម៉ាត់ណាម៉ាត់នឹងត្មងចាំខ្ញុំឲ្យកូនស្រីរបស់ខ្ញុំណាយកទឹកឲ្យលបងពិសាហើយចាំខ្ញុំរាប់លុយឲ្យលបងណាគ្រប់ចំនួនត្មងល្អណាស់អូយយើងធ្វើដំណើរវាផ្លូវឆ្ងាយចាអញ្ចឹងចាំមិនតិចណាលបងលឿនមកចាំខ្ញុំហៅកូនខ្ញុំសិនសុភារីយ៉ាចាម៉ែលឺម៉ែមេកភ័យហៅដែរកូនចាលេងតាម៉ែកូនបើលឺហើយបញ្ញាប់យកទឹកមកឲ្យលោកមហាសទ្ធិពិសាឲ្យតិចចិត្តចាំមកផ្លែតណាម៉ែកូនទៅលើលោកមហាសទ្ធិមកដល់ឥឡូវហើយលោកកុំណែបខំអីពេកណាលោកមកកូនលោកទឹកតែម៉ែដាក់នឹងដបទឹកនឹងដែលម៉ែត្រៀមនឹងណាកូនទឹកតិចណែលោកមហាសទ្ធិសភារីកូនខ្ញុំលើកទឹកជូនគាត់ណាយកទឹកកវាម៉ែណែពិសាទៅលបងសាទៅលបងសាទៅលបងតិចណាពិតចាស់ថាផ្ទះខ្ញុំណែជាមនុស្សស្រីផឹកមែនតែអនាម័យខ្ពស់ណាស់ឲ្យវាពិតប្រកបហ្នឹងហើយសាលបងសាច្រើនលបងសាច្រើនសាច្រើនណែថែមទៀតឯងលបងថែមទៀតដែរណែដាក់ថែមទៀតឯងកូនលោកអ៊ំពិសាទៀតទេចាធីរីថ្ងៃហ្នឹងស្អាតចាអរគុណលោកអ៊ំពិសាទឹកទៀតទេលែងផឹកហើយចាធីរីហូមវែងម៉ែជាធម្មជាតិរបស់នាងខ្ញុំទេធីរីយ៉ាចានិយាយលះបាំងអីធីរីខ្ញុំមិនម៉ាយយូរហើយនាងខ្ញុំជ្រាបតាចានាងមិនកំមុំចាខ្ញុំមិនម៉ាយចាធ្វើប្រពន្ធខ្ញុំទៅហីអើយអាឈួតហើយកូនឯងនិយាយស្អីមិញហ่าគឺម៉ែខ្ញុំច្រឡំមាត់ណែកំរណាកូនលោកមហាសទ្ធិនិយាយថាម៉េចខ្ញុំស្ដាប់លឺល្មើខ្ញុំ
ខ្ញុំស្រឡាញ់ធីរី អូ តែធីរីមិនជាស្អាតគួត ទីនាងខ្ញុំនោះឃើញសាប់ហាលើក្បាលលោកមហាសេដ្ឋីទៅជេអាឈួតមិនហ្នឹង អូជាសត្វអីចឹង ចា ធីរីក៏អូបម៉ែដល់ឈ្មោះអូ ឡាបងសថៃហាឥឡូវខ្ញុំគិតថាមានរវល់ទៅលាងចានតិចណាបន្តិចទៀតចាំនិយាយគ្នាពីរឿងលុយ ណែមិនបាច់ទេមិនបាច់លៀងចានទេមិនបាច់យកលុយមកដែរមិនបាច់យកលុយមកទេ ចា ចាសុំទៅផ្ទះមកខាំលោក ធីរីមិនផ្ទះមោះ មកខាំមកលោកមហាសេដ្ឋី ចង់វាចកមិញមកដៃមិញម៉ៃផៃអាធីរីអា ចា ខ្ញុំមិននិយាយលាក់បាំងអីទេចាប់ពីថ្ងៃហ្នឹងតទៅមិនបាច់នៅហ្នឹងទេតែនៅជាមួយខ្ញុំត្មងទៅ លោកមហាសេដ្ឋី តែយ៉ាងម៉េចអូន កុំនិយាយលេងសើចជាមួយខ្ញុំណាប្រាក់ខ្ញុំនឹងត្រៀមសងលោកមហាសេដ្ឋីនៅថ្ងៃក្រោយ អត់យកទេបងលេងយកអី អូយនេះខ្ញុំនឹងរកសងលោកមហាសេដ្ឋីស្ដាប់ណាខ្ញុំមិនស្រឡាញ់លោកមហាសេដ្ឋីទេ ម៉ៃផៃអើយធីរីបងស្រឡាញ់អូនហេតុអីបាត់ចអូនថាអត់ស្រឡាញ់បងចឹង ចាក់ចាស់ព្រើ បងស្រឡាញ់អូនខ្លាំងណាស់ណា ចាស់ហើយនឹងព្រើទៀតទេ យ៉ាងម៉េច ឈប់លេងសើចជាមួយខ្ញុំទេខ្ញុំមិនស្រឡាញ់លោកមហាសេដ្ឋីទេ ហេតុអីមិនស្រឡាញ់បងចាស់ពេក ណែលបងសថៃលបងថាស្រឡាញ់កូនស្រីរបស់ខ្ញុំសុភា ហ្នឹង រី ហើ ចា យខ្ញុំស្រឡាញ់កូនម៉ែផៃឯងហ្នឹង ឥឡូវបងឥឡូវខ្ញុំរៀបចំលុយកាក់ហើយ អត់យកខ្ញុំឲ្យម៉ែផៃឯងថែមឲ្យម៉ែផៃថែម ឲ្យថែមហ៎ ឲ្យថែម អូ ហើយសម្លៀកបំពាក់ខ្ញុំនឹងទិញណែហូប្រមួងគ្រឿងអលង្ការពីទូសរកានឲ្យម៉ែផៃពាក់ឲ្យរួចត្មង ឡាបងសុភារី ម៉ែ តែអង្គុយចុះសិនចាំម៉ែចរចាជាមួយលបងសថៃ ម៉ែ ទៅគ្រួមសិនតកូនតាលបងសថៃ ធីរីស្អាតហ្នឹងថ្ងៃ ស្ ហ្នឹង អាតណាស់កូនស្រីខ្ញុំ ឡើងចប៉ិចប៉ិច ឥឡូវបើសិនតែលបងសថៃត្រូវចិត្តកូនស្រីខ្ញុំទៅថ្ងៃអនាគតត្រូវហៅខ្ញុំថាម៉េច ម៉ែផៃ ម៉ែផៃហ៎ ហើយម៉ែផៃទៅ អូយលោកកូនភាសាលោកកូនភាសាសេដ្ឋី បាទម៉ែផៃ ឥឡូវចេះបើសិនតែយកកូនស្រីខ្ញុំត្រូវលើកតម្កើងកូនស្រីខ្ញុំឲ្យមានឋានៈ មិនបាច់ភ័យមិនបាច់ព្រួយទេម៉ែផៃថាបើរឿងធីរីវិញខ្ញុំនឹងឲ្យធីរីនេះទ្រព្យសម្បត្តិរបស់ខ្ញុំចង់ពាក់កណ្ដាលឲ្យធីរីនឹងគ្រប់គ្រង អូចាំខ្ញុំខ្ទួមខ្ញុំនឹងដុតចោលដុតចោលរោអ្នកបំរើឆ្វេងស្ដាំមកយកគ្រាស្នែងសែងសុភារីចូលក្នុងវិមានរបស់លបង ហ្នឹងហើយចាប់ខ្ញុំឲ្យអាដៃក្មេងៗមកស្ដែងធីរីនេះចូលវិមានរបស់ ឥឡូវប្រហែលថ្ងៃទៀតលបង ស្អែកត្មង លបងកូនភាសា ហ្នឹងហើយ មិនអីទេបើអញ្ចឹងរឿងនេះទុកលើខ្ញុំចោះចាំខ្ញុំពិភាក្សាជាមួយកូនស្រីខ្ញុំរៀបចំខ្លួនឲ្យលបងអត់ទៅកូនខ្ញុំ ហ្នឹងហើយ ណែលោកកូនមានលបអឡៃ មកធ្វើមួយមើល ណែលោកកូនថើបម៉ែក៏បានដែរកូនណែម៉ែនិយាយលេងទេចាំ3ថ្ងៃទៀតអញ្ចឹងហ៎អូស្អែកចេះលឿនម៉ែស្អែកឲ្យអ្នកបំរើប្រុសស្រី
យកខែស្នាយមកសាយកូនខ្ញុំចឹងលោកមហាសេដ្ឋីលោកកូនជើញទៅសិនចោះ ទៅណាដល់ចាន ម៉ែ ចាញ់លោកកូនជើញលោកកូន ម៉ែនិយាយជាមួយកូនណាម៉ែលើកកូនទៅឲ្យលោកមហាសេដ្ឋីនោះហើយម៉ែ សុភារី ចា ម៉ែសុំសួរកូនមួយសារទៀតមនុស្សស្រីដូចជាកូនឯងមានសំណាងហើយកូនម៉ែធ្វើអ្វីដើម្បីកូនឯងតម្រាំតែលោកមហាសេដ្ឋីមានចិត្តស្រឡាញ់កូនឯងតើម៉ែទៅលិនតួលោកគ្រូស្នេហ៍រកមុនអាគមណា ម៉ែធ្វើចឹងដើម្បីអីអូអ្នកមានកូនម្ចាស់ជីវិតខ្ញុំអើយម៉ែមានកូនណាតែកុំធ្វើបែបនេះណាម៉ែមើលមុខសិទ្ធិនោះម៉ែចាំដល់បែរជាបាត់ទៅធ្វើមហាសេដ្ឋីវាទៅទ្រូមកទៅឲ្យកូនសុំចិត្តណាម៉ែណាកូនសុំចិត្ត ភេរីកំរំអ្នកមានណាកែមកសារភាពថាស្រឡាញ់កូនឯងអ្នកក្រដូចណែដូចជាម៉ែជាស្រីមនុស្សស្វឹងអញ្ចឹងទេកូនម៉េចឥឡូវម៉ែសួរមកសារទៀតតើកូនឯងព្រមមិនព្រមហ៎សុភេរីហាម៉ែនិយាយថាកម្រមានមនុស្សប្រុសណាស់បែរស្រឡាញ់កូនជំរាបតាមត្រង់ណាម៉ែគឺវាម៉ែក៏ឃើញកូននឹងបងអរុនស្និទ្ធស្នាលគ្នាណាស់អរុនហ្នឹងហើយកុំនិយាយឲ្យសោះកុំនិយាយទោះបីជាយ៉ាងណាក៏ដោយអញមិនអោយនាងឯងយកអរុនអ្នកក្រលហេមលហាមដូចគ្នាអញ្ចឹងតើកាលទៅបានជាអញដេកស៊ីស្រួលនោះហាសុភេរីម៉ែសម្លឹងឃើញខ្ពស់ម៉ែភាពសុខសប្បាយដែលម៉ែឯងប្រាថ្នានោះជួនកាលមិនមែនជាសេចក្តីសុខ
ប្រុសរបស់យើងទៅថ្ងៃក្រោយក៏ថាបាន សុភីអី គេ កូនទៅយាយម៉ែផងហ៎ទឹកឡើងតចិនណាក្នុងចិនហើយអង្គចាមេកូនរឹស្យាមើងងាយមានដានមកចេទឹកឡើងតចិននៅក្នុងចិនដែរមេសុភីរីរឹស្យាកូនឯងប្រហាចិនមកយ៉ាងហ្នឹងសុភីរីម៉ែខំប្រឹងពោពោះកូនឯង9ថ្ងៃខែ10ថ្ងៃពេលណាដែលប្រម៉ែបកើតកូនឯងមកអស់ឈាមទាំងផ្លុកម៉ែសង្ឃឹមថាពេលដែលកូនធំឡើងកូនត្រូវតែតបស្នងសងគុណម៉ែឲ្យម៉ែនេះនៃសនុកសុខស្រួលមិនចង់ឲ្យម៉ែនេះផឹកស៊ីសវងអួពនួទៅណាមកណាគេមើងងាយតែមិនសវងហ៎សំបីតែសក់សំបីតែមុខការសម្លៀកបំពាក់ក៏មិនស្អាតកូនឯងចង់ឲ្យម៉ែឲ្យម៉ែអញ្ចឹងមែនទេសុភីរីនិយាយមក បន្ទោម៉ែកូនស្រីចង់ឲ្យម៉ែបានល្អណាស់តែមិនមែនការដែលលក់លើកកូនទៅឲ្យគេបែបនេះម៉ែពិចារណាម្ដងទៀតណាម៉ែ សុភីរី គេមានទ្រព្យក៏ប៉ុន្តែគេមានសុភមង្គលឲ្យកូនពិតប្រកបក៏ថាបើ យ៉ាងម៉េចម៉ែឲ្យកូនឯងមានប្តីជាមហាសេដ្ឋីម៉ែមិនមែនឲ្យកូនឯងទៅស្លាប់អីណាឥឡូវម៉ែសួរម្ដងទៀតកូនឯងការក៏មិនការ អត់ទេម៉ែ អត់ទេហ៎ តាំងពីតូចរហូតដល់ធំ អត់ទេមែនទេ កូនមិនអាចជំទាស់នឹងបំណងម៉ែទេលេងតែសុំ ម៉ែចង់កស្លាប់ចុះ ម៉ែកុំណាម៉ែកុំ កុំខាត់ម៉ែកុំខាត់ម៉ែខ្ញុំទៅ ខ្ញុំព្រមហើយ ទៅ ខ្ញុំ ថាម៉ែ ខ្ញុំ ហា ខ្ញុំព្រមហើយណាម៉ែខ្ញុំព្រមហើយ អត់លឺទេ ខ្ញុំព្រមហើយ ថាម៉ែ ខ្ញុំព្រមហើយម៉ែខ្ញុំព្រមហើយ ព្រមហើយឯកូន ខ្ញុំព្រមហើយម៉ែ អូយសុភីរីព្រមហើយមែនទេកូនកូនព្រមហើយមែនទេ ខ្ញុំព្រមធ្វើតាមម៉ែហើយ ហើយមកយូរហើយមិនបានជាកូនឯងមិនព្រមធ្វើឲ្យម៉ែខឹងបែបនេះកូន ខ្ញុំសុំទោសណាម៉ែ សុំយ៉ាងម៉េចកូន តែធ្វើឲ្យម៉ែឯងខូចចិត្ត មិនអីទេកូនគ្មានម្ដាយឯណាចង់ឲ្យកូនក្រចង់ឲ្យកូនពិបាកទេតាកូនម៉ែធ្វើអ្វីគ្រប់បែបយ៉ាងឲ្យកូននេះធ្វើជាលោកស្រីឲ្យតតែបានណាកូន តែម៉ែសន្យាជាមួយខ្ញុំ រឿងអីសន្យារឿងអីកូននិយាយមក បើសិនជាខ្ញុំព្រមរៀបការជាមួយលោកមហាសេដ្ឋីម៉ែត្រូវសន្យាថាម៉ែចុះពិសាស្រាទៀតណាម៉ែ អូប៉ុណ្្នឹងទេកូន ចា ណែកូនឯងឲ្យម៉ែសន្យាថាឈប់ផឹកស្រាអញ្ចឹងហើយកូន ចា មិនអីទេកូនឲ្យតែកូនឯងបានប្តីអ្នកមានម៉ែឈប់ហើយកូនមិនថាស្រាមិនថាមិត្តភក្តិសវឹងទាំងប្រមាណគឺម៉ែផ្ដាច់ទាំងអស់ណាកូន ចាម៉ែ សុភីរីសំឡំចិត្តមានកណ្ដាយចឹងបានគេហៅថាជាកូនដឹងគុណអកតញ្ញូសម្រាប់ម៉ែណាកូន ចាម៉ែថ្ងៃស្អែកយើងត្រូវទៅវិមានលោកមហាសេដ្ឋីមែនទេម៉ែ នឹងហើយលោកមហាសេដ្ឋីយកក្រែស្នែងមកសែងម៉ែហើយនឹងកូនទៅវិមានគេណាកូន ចឹងម៉ែឯងទៅរៀបចំខ្លួនចុះ ម៉ែទៅរៀបចំខ្លួនឲ្យស្អាតដើម្បីចូលពិធីមង្គលការនៅផ្ទះលោកមហាសេដ្ឋីតែម្ដងណាកូន ចា អញ្ចឹងម៉ែឈប់ផឹកហើយម៉ែទៅធ្វើខ្លួនហើយណាកូន ទៅចុះណាម៉ែ កុំមើងងាយយាយសវឹង បងអរុនបងអរុនបងឯងដឹងទេអបងសន្យា
ជាមួយគ្នាធ្ពួកដៃធ្ពួកចិត្តមានឧបសគ្គយ៉ាងណាបងឯងកាន់អីខ្ញុំរហូតដើរទៅមុខខ្ញុំផ្អែកស្មាបងឯងកក់ក្ដៅណាស់បងអើយបើគ្មានបងឯងខ្ញុំរស់យ៉ាងម៉េចតែពេលនេះយើងត្រូវបែកគ្នាហើយណាបងខ្ញុំត្រូវរៀបការជាមួយគេខ្ញុំក្បត់សន្យាជាមួយបងឯងទាំងដែលបងឯងមានកូនណាស់ចំពោះជីវិតខ្ញុំបងឯងជាអ្នកប្រឹក្សាដ៏ល្អបងឯងជាអ្នកផ្ដល់កម្លាំងចិត្តខ្ញុំត